ស្ងោរល្ហុងហើយបងតែបងអូនបកាយពិតប្រកបណាស់ឆ្នាំនេះគឺខ្ញុំហូបខ្លួនឯងខ្ញុំផ្ទាល់បងប្អូនបានជាខ្ញុំហ៊ានមកចែករំលែកប្រាប់បងប្អូនទាំងអស់គ្នាតែខ្ញុំដាក់ប៉ុណ្្នឹងទៅថ្ងៃនេះខ្ញុំមកចែករំលែកថ្នាំអាស៊ីតសាឡាក់បងប្អូនណាដែលឡើងអាស៊ីតសាឡាក់បងប្អូនចូលមើលវីដេអូនេះឲ្យចប់ថ្នាំអាស៊ីតសាឡាក់មានដូចជាល្ហុងបងប្អូនមានល្ហុងមកផ្លែមករួចហើយបងប្អូនឲ្យលាងឲ្យស្អាតចិត្តចំណិតដូចខ្ញុំអញ្ចឹងហើយបងប្អូនលាងឲ្យស្អាតជ្រះជ័រជ្រះអីហើយបងបើសិនជាល្ហុងយើងមានគ្រាប់បងប្អូនកុំឲ្យចោលហើយល្ហុងកុំឲ្យចិត្តសបកបងប្អូនយកទាំងអស់នេះសបកទុកទាំងអស់អត់ចោលទេហើយមានគ្រាប់ក៏យកដែរគ្រាប់ប៉កែណាបងប្អូនបើល្ហុងមានគ្រាប់រឹតតែល្អបងប្អូនយកមកលាងឲ្យស្អាតទៅរួចហើយបងប្អូនយកមកបងប្អូនដាក់ចូលក្នុងឆ្នាំងស្ងោរទឹកអត់កំណត់ទេបងប្អូនទឹកបងប្អូនហូបក្នុងមួយថ្ងៃបងប្អូនហូបប្រហែលលីត្របងប្អូនហូប1លីត្របងប្អូនដាក់ដាំទឹក1លីត្រទៅ2លីត្របងប្អូនដាក់ទឹក2លីត្រទៅតែបងប្អូនហូបឲ្យអស់ឆ្នាំនឹងប៉កែបើបងប្អូនហូបឲ្យអស់ធ្វើតាមខ្ញុំគឺប៉កែអត់ឲ្យគេជួយហូបទេបងប្អូនហូបម្នាក់ឯងឲ្យអស់ក្នុងមួយថ្ងៃពេលបងប្អូនហូបទឹកនឹងអស់ហើយបងប្អូនអាចហូបទឹកផ្សេងបានពេលបងប្អូនដាក់ដាំពុះហើយទុករយៈពេល2នាទីឬក៏3នាទីរួចហើយបងប្អូនបិទភ្លើងបងប្អូនយកតែនេះតែហ្នឹងបងប្អូនតែហ្នឹងបងប្អូនយកមកបងមកដាក់បណ្ណាដាក់ទៅស្រេចតែចិត្តតែដាក់មកចប់ណាបងប្អូនដាក់មកចប់ទៅតែអត់មានរើសថាយកយីហោណាទេបងប្អូនយីហោណាក៏បានដែរឲ្យតែបងបានដូចគ្នាប៉កែណាបងប្អូនឆ្នាំនេះខ្ញុំខ្លួនឯងខ្ញុំផ្ទាល់ខ្ញុំប្រើខ្លួនឯងខ្ញុំផ្ទាល់បានខ្ញុំយកមកចែករំលែកប្រាប់បងប្អូនទាំងអស់គ្នាពីដើមមកបងប្អូនខ្ញុំឈឺស្លាក់ដៃស្លាក់ជើងខ្ញុំអត់ដឹងបងប្អូនខ្ញុំអត់ដឹងទេដល់ពេលរួចហើយទៅខ្ញុំដើរអូសជើងខ្ញុំទៅធ្វើការនៅស្រុកគេខ្ញុំដើរអូសជើងរហូតហើយខ្ញុំអត់ដឹងតែខ្ញុំនឹងឈឺអាស៊ីតស្លាក់ទេមានអ៊ំប្រុសម្នាក់គាត់ឃើញខ្ញុំដើរអូសជើងគាត់សួរខ្ញុំដល់ពេលរួចទៅខ្ញុំប្រាប់គាត់ថាខ្ញុំនឹងឈឺអាស៊ីតស្លាក់អ៊ំនឹងក៏គាត់ប្រាប់ខ្ញុំថាក្មួយឯងដាំទឹកល្ហុងហូបអញ្ចឹងណានេះគាត់ប្រាប់អញ្ចឹងណាដល់ពេលរួចទៅខ្ញុំធ្វើតាមគាត់ទៅក៏បានផលពិតប្រាកដមែនខ្ញុំក៏យកមកចែករំលែកប្រាប់បងប្អូនទាំងអស់គ្នាពីព្រោះឆ្នាំនេះប៉កែពិតប្រាកដមែនណាបងប្អូនបងប្អូនណាដែលអាស៊ីតសាឡាក់ដែលមិនបាត់ណាបងប្អូនអាចសាកមើលបានខ្ញុំប្រើខ្លួនឯងខ្ញុំផ្ទាល់បានខ្ញុំហ៊ាននិយាយថាឆ្នាំនឹងប៉កែអាស៊ីតសាឡាក់ឈឺកលាក់ដៃកលាក់ជើងឈឺម្រាមដៃម្រាមជើងអីគឺប៉កែបងប្អូនខ្ញុំធានាថាប៉កែមែននេះឲ្យតែច្បាស់ថាអាស៊ីតសាឡាក់ឆ្នាំនេះហ៎បងប្អូនខ្ញុំនៅធ្វើការខ្ញុំដើរអូសជើងគេដល់ថ្នាក់គេប្រើប្រាប់ខ្ញុំឲ្យមកផ្ទះឲ្យខ្ញុំមកមើលខ្លួនណាបងប្អូនដែលគាត់ធ្វើការជាមួយខ្ញុំគាត់ដឹងខ្ញុំដើរអូសជើងនឹងរយៈពេល1ឆ្នាំណាបងប្អូនមកគិតថាវីដេអូខ្ញុំនឹងមានប្រយោជន៍ជួយ like ជួយ share ខ្ញុំម្នាក់មួយផងដើម្បីឲ្យបងប្អូនដែលគាត់ឡើងអាស៊ីតនឹងបានដឹងផងហើយដាំហូបឲ្យបានជាទាំងអស់គ្នាឥឡូវខ្ញុំដាក់ល្ហុងចូលឥឡូវខ្ញុំដាក់ទឹកនេះខ្ញុំដាក់នេះមួយបោយនេះបងប្អូនមួយបោយឥឡូវខ្ញុំថែមកន្លះទៀតនេះកន្លះបោយបងប្អូននេះកន្លះបោយខ្ញុំដាក់មួយបោយកន្លះខ្ញុំហូបមួយថ្ងៃមួយបោយកន្លះហើយទឹកនេះខ្ញុំអត់ឲ្យអ្នកណាជួយហូបទេខ្ញុំហូបតែម្នាក់ឯងទេស្ងោរល្ហុងជាមួយតែនេះបងប្អូនអ្នកបងប្អូនដែលឡើងអាស៊ីតសាឡាក់ឈឺកលាក់ដៃកលាក់ជើងឈឺម្រាមដៃម្រាមជើងនឹងប៉កែណាបងប្អូននេះស្ងោរល្ហុងហើយបងតែបងប្អូនប៉កែពិតប្រាកដណាស់ឆ្នាំនេះគឺខ្ញុំហូបខ្លួនឯងខ្ញុំផ្ទាល់បងប្អូនបានជាខ្ញុំហ៊ានមកចែករំលែកប្រាប់បងប្អូនទាំងអស់គ្នាឥឡូវស្ងោរល្ហុងខ្ញុំនឹងពុះហើយពុះនឹងខ្ញុំទុក3នាទីហើយណាបងប្អូនទុក3នាទីហើយឥឡូវខ្ញុំបិទភ្លើងហើយឥឡូវខ្ញុំបង់តែខ្ញុំដាក់ប៉ុណ្្នឹងទៅរួចហើយយើងគ្របដើម្បីឲ្យតែនឹងចេញជាតិនេះគ្របអញ្ចឹងទៅចេញជាតិបងប្អូនចេញជាតិតែមកអញ្ចឹងទៅរួចហើយយើងក៏ដួសហូបទៅពីព្រោះឆ្នាំនេះខ្ញុំបាត់ពិសោធន៍ខ្លួនឯងខ្ញុំផ្ទាល់បងប្អូនបានខ្ញុំហ៊ានធ្វើវីដេអូបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីព្រោះឆ្នាំនេះខ្ញុំពីដើមខ្ញុំដើរអូសជើងបងប្អូនតែឆ្នាំនេះប៉កែពិតប្រាកដមែនបានជាខ្ញុំមកចែករំលែកវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនពេញចិត្តវីដេអូខ្ញុំជួយ like ជួយ share ខ្ញុំម្នាក់មួយផងខ្ញុំនឹងរកវីដេអូថ្មីដើម្បីមកបង្ហាញពុកម៉ែបងប្អូនបន្តទៀត